nó không verb past simple nó kia dương pra này tầm rung verb tí pí nè là những cái thắc này dương tỏ này thọ bàn điện lại nó hay nhưng mà phải dùng hỏi nó không verb past simple đôi chỉ verb present simple đại thế nên ta bảo sân chỉ dương pra về chỉ một năng verb dương pra verb nó cứ dương thêm ed ing ied rồi có với cả thêm đi chẳng thế chẳng là nó cứ chỉ tầm rung nó không verb đại dạng sinh verb bên trái bảo sân chỉ việc pra chỉ một năngประเภท to be ណាដូចជា verse word ដូចជា am is are ហ្នឹងយើងឆាំងវាទៅជា verse ហើយនឹង word ហ្នឹងទៅណាហើយត្រូវចាំមួយថា past simple គឺនិយាយពីហេតុការណ៍ដែលបានបញ្ចប់ complete ហ្នឹងគឺអ្វីដែលបានចប់ហើយអស់នៅអតីតកាលហ្នឹងគឺជា past simple វាអាហ្នឹង very simple ហ្មងព្រោះពេលខ្លះខ្ញុំឃើញគ្នាយើងខ្លះនៅច្រឡំ past simple និង present perfect simple ចឹង past simple គឺចប់ហើយវាមានពេលវេលាជាក់លាក់អាហ្នឹងណាចឹងនេះ basic មួយយើងពេលខ្លះយើងមិនបាច់ចាំទៅចាំជា rule ហ្នឹងហ្នឹងទេព្រោះនៅក្នុង IELTS ឲ្យយើងចាំតែគោលទៅបានហើយរវាងបើថា present simple និយាយពីទម្លាប់ឬក៏និយាយពីអ្វីដែលកើតឡើងពិតចឹងទៅ past simple អ្វីដែលបានកើតឡើងជាមួយពេលវេលាជាក់លាក់ហើយ perfect កើតឡើងអត់មានពេលវេលាជាក់លាក់ទេចឹងអាហ្នឹងយើងចាំតែគោលវាទៅវាមិនទៅជា stress អា link grammar ហ្នឹងទេព្រោះ writing ក៏គេមិន care grammar អីមែនដែរគេ care ទៅលើដូចជាយើងរៀន writing កាលពីមេរៀនមុនហើយនៅសភៅមុនហើយណាគឺ care ទៅលើ structure ដែលយើងសរសេរហ្នឹងឯង page នៃការសរសេររបស់យើងហ្នឹងមិនចឹងណាតែយ៉ាងហោចណាស់ក៏យើងត្រូវប្រើទៅតាមការវាដែរអញ្ចឹង present simple គឺនិយាយពីទម្លាប់ការពិតជាទូទៅអាហ្នឹង very simple for everyone អញ្ចឹង this is just the review from what we have learned in our handout